គាត់ជា non resident គាត់អាចហៅស៊ីកើតស្រុកខ្មែរទេពីព្រោះគាត់បានមក register នៅស្រុកខ្មែរអញ្ចឹងគាត់ត្រូវរកស៊ីតាមរយៈ PE ដែលអូននិយាយមិញថាជា permanent establishment អូខេឬក៏គ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងច្បាប់នៅក្នុងប្រកាសគេនិយាយពីគ្រឹះស្ថានអចិន្ត្រៃយ៍ជាអ្នកណាបាទបងអញ្ចឹងគ្រឹះស្ថានអចិន្ត្រៃយ៍គឺជាអ្នកដែលគាត់រកស៊ីទំនាក់ទំនងជាមួយnon resident ហ្នឹងយើងឧទាហរណ៍ថាគាត់ជា branch office របស់ non resident អញ្ចឹងបើគាត់ជា brand office របស់ non resident គេ consider គាត់ថាជា PA អូខេតែពិតគាត់ register ស្រុកខ្មែរណាប៉ុន្តែដោយសារគាត់រកស៊ីជាមួយអ្នកដែលជា non resident ជា agent អញ្ចឹងគាត់ខ្លាយទៅជា PA ឬក៏ permanent establishment ឬក៏គាត់ជា subsidiary ណាគាត់មិន register ជា branch office ទេគាត់ចង់ register ជា subsidiary ហ្មងជាបុត្រ